បាទសួស្តីបងប្អូននេះបង្ហាញរបស់ប្រើផ្ទាល់ខ្លួនមកគូដើម្បីចែកលេខជាចំណេះដឹងនឹងឲ្យបងប្អូនយកទៅគ្រប់ថែសាររបស់ខ្លះក៏ចែកជាវទៅរបស់ខ្លះក៏ទុកប្រើទៅហើយសូមចុច follow ឬក៏ចុច share ឬ post ម្នាក់មួយផងបងប្អូនណាបានទទួលវីដេអូថ្មីពីខ្ញុំហ្នឹងហើយបងប្អូនខ្លះគាត់ fan ខ្ញុំចាស់ហើយគាត់ស្គាល់ហើយខ្នាយមកគូនេះតែគាត់ណា fan ថ្មីគឺអត់ទាន់ស្គាល់ទេខ្នាយនេះគឺខ្នាយជ្រូកស្រុកបងប្អូនណាខ្នាយជ្រូកស្រុកជ្រូកជើង5បងប្អូនណាជ្រូកស្រុកជ្រូកជើង5មិនមែនខ្នាយជ្រូកព្រៃទេដើម្បីតែថ្មសលៀងក៏ខុសពីផែនជ្រូកព្រៃដែរនេះគេនេះជ្រូកព្រៃសំលៀងស្អាតសំលៀងដាច់តែជ្រូកស្រុកសំលៀងរៀងបច្ឆារៀងកថឹបឲ្យជ្រូកព្រៃរៀងសំលៀងរៀងជ្រួចសម្បីថ្មសលៀងក៏ខុសគ្នាដែរបងប្អូនណាចុច share repost ម្នាក់មួយផងហ្នឹងហើយនេះជ្រូកស្រុកហើយនឹងជ្រូកព្រៃគឺសំលៀងខុសគ្នាហ្នឹងហើយនេះសម្រាប់បងប្អូនអត់ទាន់ចេះមើលខ្នាយហ្នឹងហើយខ្នាយមួយឈុតនេះបានធ្វើកិច្ចដាប់សិទ្ធិថ្ងៃសិលពិសាខបូជារួចហើយបងប្អូនណានេះខាងលើនេះគឺដាប់សិទ្ធិរួចអស់ហើយនេះតែមួយជាងនេះរបស់ភ្ញៀវគាត់យកហើយហ្នឹងហើយនៅមួយជាងនេះហើយនៅចុងខ្នាយមួយនេះតាន់ហ្នឹងហើយអញ្ចឹងនេះគឺជាជ្រូកជើង5ជ្រូកជើង5ណាមកទលៀងរបស់គាត់ណាតាន់បានវែងមកសំលៀងហើយនឹងខ្នាយនេះគឺមួយឈុតរបស់គេបងប្អូនណាមួយឈុតរបស់គេជ្រូកជើង5នេះគឺលំដាប់ហើយលំដាប់ជ្រូកហើយជ្រូកជ្រូកជើង5នេះទម្ងន់ចូល200គីឡូជាងបងប្អូនណា200គីឡូជាងហើយជាប្រភេទជ្រូកដែលគេប្រឡែងចោលដល់ពេលធំពេកទៅគេប្រឡែងអ្នកភូមិអ្នកស្រុកដឹងថាជ្រូកជើង5តាំងពីទួយគាត់ថាគេមិនធ្វើអីដល់ពេលធំពេកទៅគេយកទៅប្រឡែងព្រៃព្រោះជ្រូកនេះមិនមែនជ្រូកនៅវត្តទេដោយសារឆ្ងាយពីវត្តឆ្ងាយពីវត្តអញ្ចឹងកូនក្រោលគេដល់ពេលធំគេប្រឡែងវាអត់ទៅណាវានៅតែក្រោយផ្ទះគេណាហើយអ្នកភូមិថាយាយ4 10 20ផ្ទះក៏គេដឹងថាជ្រូកជើង5ដែរគេហ៊ានវាយទេព្រោះតំណមរបស់ជ្រូកជើង5ហ្នឹងអ្នកដែលវាយហ្នឹងគឺសិតតែមានបញ្ហាហើយជ្រូកជើង5របស់ខ្ញុំនេះបានពុទ្ធិពិស័យច្រើនដងហើយដាក់មិនដាក់ជាវទេបងប្អូនណាគាត់nakបង្ហាញបងប្អូនទេនឹងហើយតួអង្គ2ដែលកាន់ហ្នឹងគឺមានលោកតាមរាយអីសីហើយនឹងព្រាយតែសិតតែអ្នកកាន់សិលទេបងប្អូនគាត់គាត់លឺព្រាយអូអត់បានឯកាច់តែអ្នកកាន់សិលទេបងប្អូនសិតអ្នកកាន់សិលទេហ្នឹងហើយថ្មទលៀងរបស់គេនេះក៏មានគេកាន់ថែសារដែរមួយឈុតបងប្អូនមិនងាយរកទេបងប្អូនជ្រូកជើង5មិនងាយរកទេហ្នឹងហើយខ្ញុំគិតថាមិនងាយរកទេអ្នកលេងខ្នាយមមអត់មានជ្រូកជើង5ប្រើទេហើយត្រួតកាន់ត្រួតក៏ពិបាកដែរទប់អត់ជាប់ជាមួយជ្រូកជើង5ទេអ្នកដែលកាន់ជ្រូកជើង5បានតើអ្នកនឹងរៀងខ្លាំងតិចខ្លាំងទៅលើការគ្រប់ប្រតិបត្តិហើយនឹងដូចនិយាយថាមានគុណធម៌មានការគោរពខ្ពស់ហ្នឹងហើយមិនមនុស្សដែលកោងកាចហើយគឺមនុស្សដែលមិនគិតតែពីផលប្រយោជន៍អីចឹងហ្នឹងហើយផ្នែកខាងលើនេះបងប្អូនចង់បានអាចយកទៅគ្រប់ថែសារបានរបស់ចេញពីដៃខ្ញុំសុខសប្បាយព្រោះបានធ្វើកិច្ចដាប់សិទ្ធិរួចអស់ហើយហ្នឹងហើយខ្ញុំប្រើតែរបស់ខ្មែរទេបងប្អូនណាផ្នែកចេញពីទឹកដីខ្ញុំមានទូចមានធំតែគឺជារបស់ខ្មែរពិតដែលបងប្អូនអាចយកទៅទុកចិត្តបានមិនមែនរបស់មកពីក្រៅបងប្អូនណាអញ្ចឹងមានតែប៉ុណ្ណឹងបាទគាត់តែនិយាយទៅរឿងវល់កាន់ខ្នាយនេះបាទចុច follow ចុច repost ម្នាក់មួយផងបងប្អូនដើម្បីបានទទួលវីដេអូថ្មីទៀតបាទសូមអរគុណ